រឿងកង្កែបចង់ខ្លាយជាអ្នកចម្រៀងល្បីមានកង្កែបមួយក្បាលឈ្មោះកំប៉ោងជឿជាក់ថាខ្លួនមានសម្លេងពីរោះជាងគេបំផុតក្នុងត្រពាំងថ្ងៃមួយវាឃើញអ្នកទេសចរម្នាក់កំពុងច្រៀងនិងលេងហ្គីតារួចមានមនុស្សទះដៃឲ្យយ៉ាងច្រើនកំប៉ោងនិយាយទៅកាន់មិត្តភក្តិរបស់វាគឺក្តាមអើយស្អែកនេះខ្ញុំនឹងរៀបចំការប្រគំតន្ត្រីដ៏ធំមួយខ្ញុំនឹងក្លាយជាអ្នកចម្រៀងល្បីក្តាមសើចរួចឆ្លើយថាកំប៉ោងសំឡេងឯងញ៉ែតែអេតតើមានអ្នកណាគេចង់ស្ដាប់ទៅកំប៉ោងមិនស្ដាប់ទេវាយកស្លឹកឈើស្ងួតមកធ្វើជាមួករួចយកមែកឈើតូចមួយធ្វើជាមីក្រូហ្វូនវាឡើងលើផ្កាឈូកមួយរួចចាប់ដើមស្រែកច្រៀងយ៉ាងខ្លាំងអេតអេតអេតអេដោយសារតែវាខំប្រឹងស្រែកខ្លាំងពេកនិងហក់រំខ្លាំងពេកស្រាប់តែឆ្វាក់វាអើជើងធ្លាក់ពីលើស្លឹកឈូកចូលទៅក្នុងមាត់ត្រីរស់មួយដែលកំពុងហើបមាត់ចាំសំណាងល្អវាហក់ចេញមកវិញទាន់ប៉ុន្តែត្រូវប្រឡាក់ស្លែពេញខ្លួនកំប៉ោងងើបមកវិញទាំងញ័រខ្លួនរួចប្រាប់ក្តាមថាមិញនឹងមិនមែនខ្ញុំច្រៀងខុសបច្ចេកទេសទេគឺខ្ញុំចង់សម្ដែងឈុតមុជទឹកផ្ដាច់ព្រលឹងដើម្បីឲ្យទស្សនិកជនភ្ញាក់ផ្អើលតាអត្ថន័យអប់រំការមានទំនុកចិត្តលើខ្លួនឯងជារឿងល្អប៉ុន្តែត្រូវស្គាល់ពីសមត្ថភាពពិតប្រាកដរបស់ខ្លួនកុំព្យាយាមធ្វើអ្វីដែលលើសពីកម្លាំងព្រោះវាអាចបង្កគ្រោះថ្នាក់ដល់ខ្លួនឯង